បន្ទាប់ពីយើងជិះឡានក្រុងហើយយើងដើរម្ដងព្រោះអីដើម្បីឡើងទៅលេងអាកូនភ្នំនិងកោះហ្នឹងយើងជិះឡានក្រុងឡើងអត់កើតទេប៉ុន្តែបើគេជួលអាឡានសដែលខ្ញុំបង្ហាញនៅវីដេអូមុនហ្នឹងគេអាចបើកឡានហ្នឹងទៅលើកូនភ្នំហ្នឹងបាននិយាយទៅអញ្ចឹង1 ម៉ោង$60ជាងរបស់គេហ្នឹងវាសមតម្លៃមួយយ៉ាងដែរប៉ុន្តែខ្ញុំអត់បញ្ហាទេប៉ុណ្ណឹងបានទេខ្ញុំអាចដើរឡើងខ្លួនឯងបានព្រោះខ្ញុំចូលចិត្តដើរហើយអានេះគឺសមុទ្រនេះគេហៅឆ្នេរ Descanso ហើយអាគារដំបូលមូលហ្នឹងគឺកាស៊ីណូគេបងប្អូនហើយចំណែកទឹកសមុទ្រគេនេះវិញឃើញពណ៌ស្អាតគួរឲ្យប៉ែតតៃណាស់ប៉ុន្តែណាស់ហើយកុំប៉ះលោកអើយលោកត្រជាក់ដូចទឹកកកអញ្ចឹងមិនមែនដូចយើងទៅកោះស្រុកខ្មែរយើងឃើញសមុទ្រចុះហក់ចុះទឹកអត់កើតទេត្រជាក់ណាស់ហើយខ្ញុំឃើញអាកញ្ចុះនេះហើយនឹងប៉ៅអ៊ីសនេះចង់អង្គុយមែនតើចូលទៅសួរគេថាចង់អង្គុយតអាកក់មុនដល់ពេលយើងអត់បានកក់លុយអញ្ចឹងគេអត់មានកន្លែងឲ្យយើងបង់ភ្លាមចូលអង្គុយភ្លាមទេចប់បដ ாய் អញ្ចឹងទៅក៏មកក្រៅកសែងអង្គុយលើដីខ្សាច់ជាមួយគេជាមួយឯងនៅនេះដែរទៅ